សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញនៅរុក្ខជាតិមួយផ្លែវាស្រដៀងទៅនឹងផ្លែខ្នុរបាទអានេះក្នុងមួយស្មៃមកវាគឺមាន4ហើយផ្លែច្រើនណាស់បងប្អូនបាទស្មៃផ្លែច្រើនអានេះគេហៅថាចំប៉ាដកផ្លែចំប៉ាដករវាងខ្នុរនិងចំប៉ាដកគឺស្លឹករបស់វាគឺស្រដៀងគ្នាបាទបងប្អូនមើលនេះហើយផ្លែវាស្រដៀងគ្នាប៉ុន្តែផ្លែចំប៉ាដកគឺផ្លែតូចជាងផ្លែខ្នុរហើយក្រអូបជាងបាទជាទូទៅចំប៉ាដកដែលខ្ញុំធ្លាប់ឃើញមាន2ប្រភេទគឺទី1ចំប៉ាដកដែលមានពូជរបស់វាគឺសាច់ទឹកដោះគោហើយទី2គឺចំប៉ាដកដែលមានពូជវាសាច់ពណ៌លឿងដូចជាសាច់ខ្នុរដែរបាទហើយចំពោះពូជទាំងពីរនេះគឺតាមការនិយមរបស់ខ្ញុំគឺពូជចំប៉ាដកទឹកដោះគោគឺវាសាច់វាផ្អែមឈ្ងុយឆ្ងាញ់ជាងចំប៉ាដកដែលមានពូជសាច់ពណ៌លឿងដូចខ្នុរបាទហើយចំពោះផ្លែរបស់វាគឺអាស្រ័យទៅតាមពូជតាមប្រភេទដីចំប៉ាដកពូជសាច់ពណ៌ទឹកដោះគោនេះគឺខ្ញុំសង្កេតឃើញថាមានដើមខ្លះគឺវាផ្លែអាចឈានចូលរហូតទៅដល់3គីឡូក៏មានដែរប៉ុន្តែចំពោះដើមខ្លះទៀតគឺមានផ្លែមានទម្ងន់ប្រហែលជា1គីឡូ1គីឡូកន្លះតែប៉ុណ្ណោះបាទហើយអានេះគឺអត់តាន់ចាស់ទេបងប្អូនបណ្ឌិតមើលប៉ុន្តែផ្លែរបស់វានេះគឺមានទម្ងន់ប្រហែល1គីឡូជាងហើយបាទអរគុណចំពោះបងប្អូនដែលបានទស្សនាអំពីដើមចំប៉ាដកបាទសូមអរគុណសូមជម្រាបលាបើសិនជាបងប្អូនស្រឡាញ់និងចូលចិត្ត Channel របស់យើងខ្ញុំសូមបងប្អូនជួយចុច Like និង Subscribe ឲ្យ Channel របស់យើងខ្ញុំផងបាទសូមអរគុណសូមជម្រាបលា